សួស្តីបងប្អូនទាំងអស់គ្នាចាភ្លើងឆេះភ្នំនៅប្រទេសកូរ៉េខាងត្បូងម្ដងនេះគឺលក្ខណៈថាទ្រង់ទ្រាយធំណាអ្នកស្លាប់អស់ចំនួន30នាក់ផងដែរហើយនៅខាងក្រុងណាំក្រុងបុកហើយនឹងអ៊ុលសានទាំងអស់មកបូកសរុបតំបន់វិញគឺ11តំបន់ផងដែរហើយសរុបគឺ10ថ្ងៃតាំងពីថ្ងៃឆេះឥឡូវគឺបានពន្លត់ដោយស្ថាពរគឺប្រើអស់រយៈពេល10ថ្ងៃហើយមានអ្នកខាងនយោបាយក៏គាត់ទៅធ្វើការស្ម័គ្រចិត្តចុះទៅដល់កន្លែងហើយមានក្រុមហ៊ុនកា LG ក្រុមហ៊ុន Samsung អីហ្នឹងក៏ឧបត្ថម្ភទៅតាមអ្វីដែលគេអាចធ្វើបានហើយមានមតិរិះគន់ចាគាត់គឺជាកីឡាករបាល់ទាត់ណាដែលមានឈ្មោះថាសុនហឹងមីនចាគាត់គឺជាកីឡាករបាល់ទាត់ដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរចាគាត់រកចំណូលបានច្រើនណាចាហើយក៏គេថាគាត់ធ្វើដល់ជាកីឡាករល្បីហើយមិនក៏អត់មានជួយឧបត្ថម្ភអីចឹងណាមានមតិរិះគន់ច្រើនប៉ុន្តែថ្មីទៅវិញគាត់បានឧបត្ថម្ភហើយដែលមិនបានបញ្ចេញឈ្មោះនៅក្នុងលីសទេរហូតដល់ជាង$10,000ឯនោះហើយចំណែកតែអ្នកចម្រៀងផ្សេងដូចជាអ្នកចម្រៀង IU គាត់ជិត$10,000ដែរដែលបានឧបត្ថម្ភគាត់មានលីសនៅក្នុងឈ្មោះរបស់គាត់ហើយមួយទៀតនៅក្រុមចាផាំងថាន់សូញូដានគឺក្រុមតារាចម្រៀងដែរគាត់ចូលឧបត្ថម្ភដែររហូតជាង$60,000 $70,000ចាហើយនៅមានតារាចម្រៀងផ្សេងទៀតគឺគាត់ភាគច្រើនគឺជិត$10,000គ្រប់គ្នាតែម្ដងដើម្បីជួយហើយមួយវិញទៀតគេបាននិយាយថាការឧបត្ថម្ភនេះមិនមែនការបង្ខិតបង្ខំទេគឺស្ម័គ្រចិត្តសូមបងប្អូនអរគ្នាមិនត្រូវរិះគន់ទៅដល់អ្នកផ្សេងទេគេធ្វើអ្វីទៅតាមចិត្តរបស់គេដែលគេចង់ធ្វើមិនបាច់ចាំមើលឃើញអ្នកដទៃឧបត្ថម្ភខ្ញុំក៏ត្រូវតែឧបត្ថម្ភទេនេះគឺជាជំរឿសរបស់គេដែលចាញ់ពីចិត្តណាមានក្រុមហ៊ុនតូចចាមួយចំនួនដែលគាត់បានឧបត្ថម្ភទៅដល់អ្នកពលរដ្ឋអគ្គិភ័យដូចជាសម្ភារៈផ្សេងការហូបចុកចាហើយក្រុមគាត់អ្នកពលរដ្ឋអគ្គិភ័យមានភាពនឿយហត់បងប្អូនមួយថ្ងៃវល់ល្ងាចទល់យប់គឺគាត់មានការហត់នឿយខ្លាំងមែនទែនចាសូមអរគុណ